សូមជូនរឿងអាសង្គមបាញ់លលោកដកស្រង់ចេញពីប្រជុំរឿងព្រេងខ្មែរភាគទី2មានមនុស្សម្នាក់ជាកូននៃអ្នកត្រកូលក្រីក្របុរសនេះតាំងពីចម្រើនធំឡើងគ្មានរកស៊ីអ្វីសោះខំប្រឹងសង្វារតែខាងការបរបាញ់តលតែស្ទាត់ជំនាញបើបុរសនោះបាញ់តម្រង់សត្វណាចង់ឲ្យត្រូវក្បាលត្រូវកឬទ្រូងរមែងត្រូវតាមបំណងតែរូបឆោមលោមពណ៌បុរសនោះអាក្រក់មានស្គមកំប្រឹងសក់ក្រញាងមុខក្រញ៉ោះអ្នកស្រុកគេដាក់ឈ្មោះថាអាសង្គមបាញ់លលោកព្រោះវាតែងតែដើរបាញ់លលោករាល់ថ្ងៃមួយអាសង្គមបាញ់លលោកលីស្នាដើរទៅស្វែងរកបាញ់លលោកបានប្រទះឃើញភូមិសេដ្ឋីមួយមានដើមឈើដុះត្រសាយត្រសុំដង្កុំដង្កោលជាទីលំនៅនៃបក្សីមានលលោកជាដើមសេដ្ឋីនោះជាអ្នកសម្បូរសម្បុកសម្បត្តិព្រមទាំងមានកូនក្រមុំ2នាក់ផងអាសង្គមបាញ់លលោកលីស្នាដើរសៀតាមរបងភូមិសេដ្ឋីក៏ជួបជាមួយកូនសេដ្ឋីទាំងពីរបណ្ដើរគ្នាលេងតាមសួនច្បារក្នុងភូមិរបស់ខ្លួនដដេដាស់ដោយផ្ការីកស្ទុះស្គាយផ្សាយក្លិនក្រអូបឈ្ងុយឈ្ងប់នៅពេលព្រឹកប្រហៀមអាសង្គមបាញ់លលោកដើរសៀតាមភូមិងើបមើលលើក្រែងមានសត្វលលោកទុំលើចុងឈើកាលបើអាសង្គមបាញ់លលោកងាកភ្នែកចុះឡើងចោលកន្ទុយភ្នែកទៅក្នុងភូមិខ្សែភ្នែកក៏រត់ទៅប៉ះទង្គិចនឹងរូបរាងនាងក្រមុំទាំងពីរដែលប្រកបដោយគ្រឿងតែងប្រានមានលំអស្រស់ស្រងើមានទាំងប្រលឹងសាច់ត្រលុកត្រលន់នាំឲ្យភ្ញាក់កន្ត្រាក់ដួងចិត្តប្រុសនៅវេលាឃើញដំបូងឯអាសង្គមបាញ់លលោកគ្រាន់តែចោលភ្នែកទៅប៉ះរូបរាងនាងភ្លាមក៏ស្រឡាំងកាំងផាំស្មារតីភ្លេចខ្លួនជ្រុះទាំងស្នាទាំងព្រួញដល់ដីអាសង្គមបាញ់លលោកតាំងពីបានឃើញកូនសេដ្ឋីក៏ស្រឡាញ់ជាប់ក្នុងចិត្តនឹកឥតភ្លេចហើយក៏ទៅដល់ផ្ទះថ្លែងប្រាប់ឪពុកម្ដាយនិយាយនឹងម្ដាយឲ្យទៅដណ្ដឹងកូនសេដ្ឋីឲ្យម្ដាយនិយាយនឹងកូនថាណែកូនម្លេចក៏ឯងទៅស្រឡាញ់កូនសេដ្ឋីអីចេះបើឯងក្រីក្រភោគទ្រព្យទាំងរូបឯងទៀតក៏អាក្រក់មិនសមនឹងកូនគេធ្វើម្ដេចគេនឹងឲ្យឯងអាសង្គមបាញ់លលោកក៏និយាយនឹងម្ដាយថាម៉ែបើម៉ែមិនទៅដណ្ដឹងឲ្យខ្ញុំទេខ្ញុំក៏អស់ឃើញមុខម៉ែក៏លែងបានឃើញមុខខ្ញុំតាំងពីថ្ងៃនេះតទៅហើយម្ដាយដែលមានចិត្តអាណិតកូនឬកូននិយាយដូច្នោះក៏ស៊ូកាត់គេកាត់ខ្មាស់ទៅនិយាយស្នើការនឹងសេដ្ឋីក៏តបវិញថាខ្ញុំឥតបើស្អប់ខ្ពើមអីនឹងកូនអ្នកទេប៉ុន្តែកូនខ្ញុំនឹងឲ្យពំបានត្បិតមិនទាន់គ្រប់ការមិនហើយនាងប៉ុន្តែទុកជាស្រេចចុះកុំបាច់ទៅមកទៀតសម្ដីប៉ុណ្ណោះជាសម្ដីបងវែងដានមិនចង់ឲ្យម្ដាយអាសង្គមបាញ់លលោកតល់គំនិតរកឧបាយនិយាយគ្មានក៏លាសេដ្ឋីត្រឡប់ទៅផ្ទះប្រាប់កូនអាសង្គមបាញ់លលោកគ្រាន់តែម្ដាយប្រាប់ដូច្នេះភ្លាមក៏ផ្លាស់ទឹកមុខក្រៀមក្រំអង្គុយត្របោមក្បាលជង្គង់ដង្ហើមខូបាយលែងនឹកទឹកលែងស្រេកចេះតែនឹកមមីហាក់ដូចជាកូនសេដ្ឋីនៅចំពោះមុខស្រស់ដោយកម្លាំងនៃសេចក្តីស្នេហាខ្លាំងពេកហើយបែរជាមិនបានដូចបំណងនៅវេលាដែលអាសង្គមបាញ់លលោកចូលទៅដេកក៏ចូលទៅទាំងនឹកអាល័យនៅជាមមើស្រែកច្រៀងទាំងយប់ថាឆោមអើយឆោមឆើតទាំងពីរប្រានធ្វើម្ដេចនឹងបានមកគៀកកាយឲ្យដូចជាពូកនឹងខ្នល់ខ្នើយបើម្លេះទៅហើយអស់សង្ឃឹមអាសង្គមបាញ់លលោកទុកជាដឹងថាគេលែងឲ្យហើយដូច្នោះលុះព្រឹកឡើងក៏នៅតែលីស្នានិងស្ពាយបំពង់ព្រួញដើរសំដៅទៅភូមិសេដ្ឋីរាល់ថ្ងៃឥតខានសោះពួនចាំលបមើលកូនសេដ្ឋីថ្លែងពីបរិសម្នាក់ទៀតជាកូនអ្នកមានសម្បត្តិទាំងរូបឆោមក៏ស័ក្តិសមទឹកមុខឡើងស្រស់បំព្រងជាទីពេញចំណងនៃស្ត្រីភាព
បរោះនោះក៏ស្រឡាញ់កូនសេដ្ឋីនោះដែរលុះដណ្ដឹងទៅសេដ្ឋីក៏មិនព្រមឲ្យបរោះនោះទុកជាដឹងថាគេមិនព្រមឲ្យក៏នៅតែលបមើលកូនសេដ្ឋីរាល់ថ្ងៃជួនជាពេលមួយបរោះនោះក៏ទៅអាសំគមបាញ់លលោកក៏ទៅហើយបានជួបគ្នាអាសំគមបាញ់លលោកសួរថាអ្នកឯងទៅណាបរោះនោះឆ្លើយថាខ្ញុំមកលបមើលកូនសេដ្ឋីឆ្លើយហើយសួរថាចុះឯងមកធ្វើអ្វីដែរអាសំគមបាញ់លលោកថាខ្ញុំក៏មកមើលកូនសេដ្ឋីដែរបរោះនោះថាយើរៀងនេះពួតឯងចង់បានកូនសេដ្ឋីផងប៉ុនអំបារូបខ្ញុំគេនៅតែមិនអោយអាសំគមបាញ់លលោកថាបងឯងចាំមើលខ្ញុំយកទៅតែបានជួនជាថ្ងៃនោះសេដ្ឋីប្តីប្រពន្ធនាំគ្នាទៅវត្តនៅតែកូនក្រមុំ2នាក់ចាំផ្ទះអាសំគមបាញ់លលោកដឹងដូច្នោះកំពុងតែគិតរកឧបាយក៏ជួនជាក្រឡេកទៅឃើញសត្វលលោកមួយទុំនៅលើចុងឈើមុខផ្ទះសេដ្ឋីអាសំគមបាញ់លលោកបានឱកាសក៏យឺតស្នាបាញ់លឺសូរក្លឹងប៉ាប់ស្រាប់តែលលោកធ្លាក់ទៅផ្ទះស្លាប់នៅទីធ្លាមុខផ្ទះលំដាប់នោះកូនសេដ្ឋីចុះទៅដីឃើញលលោកនោះហើយក៏ស្រែកប្រាប់បងថាអ្នកបងអ្នកណាបាញ់លលោកធ្លាក់មកនេះថាហើយក៏រើសលលោកទៅអាសំគមបាញ់លលោកធ្វើដូចជាមិនដឹងដល់គេបោចរួចហើយស្រាប់តែលោឡារកលលោកដែលខ្លួនបាញ់នោះថានរណាលួចលលោកអញទៅណាតែអញរកមុខឃើញប្តឹងរាជការឲ្យយកទៅដាក់គុករំខាននាងក្រមុំទាំងពីរនាក់ឮដូច្នោះក៏ភ័យស្រែកប្រាប់ថាលលោកបងឯងខ្ញុំយកមកនេះហើយអាសំគមបាញ់លលោកស្ដីគំរាមថាម្ដេចក៏ហ៊ានលួចលលោកអញត្រូវយកមកឲ្យអញកូនស្រីសេដ្ឋីក៏យកលលោកមកឲ្យអាសំគមបាញ់លលោកថាទេលលោកអញនៅរោមនៅស្លាប់ឥឡូវនាងឯងយកទៅបោចរោមស្លាប់អស់ហើយក្រែងតែអាំងឲ្យឆ្អិនឲ្យអញបានអញយកនាងក្រមុំទាំងពីរនាក់ក៏យកទៅអាំងឆ្អិនហើយយកមកឲ្យអាសំគមបាញ់លលោកថានរណាស៊ីតែសាច់លលោកក្រែងមានស្រាផឹកផងទៅស៊ីកើតនាងទាំងពីរនាក់ហេតុតែខ្លួនជាស្រីប្រកបដោយសេចក្តីភ័យច្រើនក៏ទៅយកស្រាមកឲ្យមួយពេញហើយថាមួយពេញទៀតតតែស្រវឹងដួលដេកលើផ្ទះនោះទៅហើយនាងក្រមុំទាំងពីរនាក់គិតគ្នាថាបើយើងមិនដាល់ឲ្យវានៅក្នុងទីធ្លាហ្នឹងតែម៉ែឪមកវិញឃើញយើងមកជាមានរឿងគិតហើយមិនដឹងយកទៅណាក៏នាំគ្នាសែងអាសំគមបាញ់លលោកយកទៅលាក់ក្នុងផ្ទះដល់ពេលយប់អាសំគមបាញ់លលោកដឹងខ្លួនក៏ស្រែកថាមុខខំណាស់កូនសេដ្ឋីភ័យក្រែងឪពុកដឹងក៏នាំគ្នាសែងទៅដាក់ក្រោមគ្រែដេករបស់ខ្លួនអាសំគមបាញ់លលោកស្រែកទៀតថាសង្កាយខំណាស់នាងទាំងពីរនាក់ក៏លើកមកឲ្យដេកលើគ្រែក្នុងមុងជាមួយគ្នាដោយគិតថាវាស្រវឹងស្រាមិនអាចនឹងធ្វើអ្វីពេលនោះអាសំគមបាញ់លលោកបានឱកាសក៏តាំងលូកប្រឡាយស្ទាបបង្អែលដោយសេចក្តីស្រឡាញ់ដល់រ៉ាបដល់បានរួមដំណេកជាមួយនឹងនាងក្រមុំទាំងពីរនាក់នោះទៅចេះ10មិនស្មើប្រសពមួយ